นี่រឿងមីក្មេងមួយនឹងអត់តន់ចប់ទេណាគឺស្ដាប់បងស្រីទាំងអស់គ្នាចាបងស្រីនឹងបកស្រាយការពិតថាតើរឿងសាំងដែលនាងនឹងនិយាយនឹងវាយ៉ាងម៉េចចាបងប្អូនអូយស្ដាប់បងស្រីឲ្យបានដឹងច្បាស់ថាមីក្មេងនេះគឺអាក្រក់ពឹសពុលខ្លាំងណាស់បងប្អូនអើយចាសម្រាប់ខ្ញុំណាស្ដាប់បងស្រីហើយនាងនេះតតែចូលគុកបានសមមិនសមត្រឹមវាស់កពស់ឲ្យទៅផ្ទះវិញទេបងប្អូនចាស្ដាប់គាត់ទាំងអស់គ្នាចាជំរាបសួរបងប្អូនសុំឈប់ឡានហើយនិយាយមកคลิปទៀតបានខ្ញុំអស់ចិត្តព្រោះคลิปវីដេអូមួយនេះគឺសំខាន់ហើយក៏ផ្ដល់អត្ថប្រយោជន៍ចំណេញដល់តកែឡានធំដែរចាចឹងទ្រាំអត់បានទេឈប់ឡាននិយាយសិនចាំតទៅមុខទៀតចាំចូលផ្ទះច្រឡំចាំចូលផ្ទះអញ្ចឹងមានប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់យើងបានឆាតមកខ្ញុំមិញហ្នឹងចាសំណុំពរឲ្យខ្ញុំហើយការពិតរឿងនឹងឲ្យដឹងការពិតទី1ឡានរបស់មីក្មេងឆ្លើយនឹងវាអស់សាំងវាឈប់នៅក្នុងខេត្តពោធិ៍សាត់ហើយវាទេតែសុំសាំងមេខាងលើអញ្ចឹងខ្ញុំសួរបងប្អូនទូទាំងប្រទេសឲ្យចោលទៅលួចអីវិញបើឡានវាអស់សាំងអីហ្នឹងហើយចោលទៅលួចសាំងវារបៀបម៉េចវិភាគកន្លែងហ្នឹងមើលអញ្ចឹងគោលបំណងវាអីគេអាហ្នឹងមួយចាទី2រឿងការលួចសាំងឡាននៅតាមដែលគាត់និយាយអ្នកខ្លះក៏មិនមកអញ្ចឹងណាគឺនៅផ្តិលថាមានចោលបូមានចោលអីចេញចោះនិយាយឲ្យត្រឹមត្រូវភ្លាមករណីដែលចោលបូមកនឹងរឿងផ្សេងខ្ញុំអត់ដឹងទេណាតែខ្ញុំសូមនិយាយភាគច្រើនដែលគេឃើញប្រជាជនខេត្តពោធិ៍សាត់ឃើញផ្ទាល់ក្នុងភ្នែកគឺអ្នកឯងឈប់នៅផ្តិលចាហើយអ្នកឯងបូមខ្លួនឯងយកមកលក់ឲ្យអាជីវករចាបន្ទាប់មកដុបពីកន្លែងហ្នឹងមកដូរកដងណាឧទាហរណ៍គាត់ទិញប៉ុន្មានកដងបូមបានមួយកដងឬ2កដងដូរកដងប្រហែលជាបដាមខ្ញុំស្មាននៅម្ដុំស្ពានអាកាសដូរកដងនឹងចេញបំផ្លាញផោះតាងចាមានករណីនឹងកើតឡើងច្រើនណាចឹងអ្នកឯងធ្វើអីអ្នកឯងដឹងខ្លួនផងបើអ្នកឯងធ្វើការរកស៊ីរបស់អ្នកឯងវាជារឿងរបស់អ្នកឯងគឺអ្នកឯងមិនស្មោះត្រង់ប៉ុន្តែអ្នកឯងអត់មានត្រូវមកនិយាយឌីលគេមកពេញមួយខែទេវាអត់ត្រូវសាច់រឿងខុសគ្នាណាហើយបើខ្លួនឯងណាចង់បានទ្រព្យសម្បត្តិរបស់គេចង់បានញើសឈាមរបស់តកែធ្វើខ្លួនឯងកុំឌីលគេកុំប៉ះពាល់គេភាពមិនស្មោះត្រង់របស់អ្នកឯងវាបំផ្លាញជីវិតរបស់អ្នកឯងអញ្ចឹងបងឡានធំម្ចាស់តកែក្រុមហ៊ុនចឹងអ្វីដែលខ្ញុំនិយាយនេះគឺបងប្អូនក្នុងខេត្តពោធិ៍សាត់គឺឃើញច្បាស់ផ្ទាល់នឹងភ្នែកគាត់ឆានមកខ្ញុំមុននឹងបន្តិចចឹងបងប្រយ័ត្នប្រយែងមើលឲ្យស្រាវជ្រាវមើលកូនចៅខ្លួនឯងប្រយ័ត្នវាស៊ីអញ្ចឹងអានេះវាមិនស្មោះត្រង់វាធ្វើការស៊ីប្រាក់ខែឲ្យយើងហើយចាហើយវាលួចស៊ីពីលើក្បាលយើងទៀតហើយវាអាងទេមកមេអើយចោលលួចសុំតលាក់សាំងមកតសុំឬក៏សុំលួចអីមិនខ្ញុំអត់ដឹងវិធីសាស្ត្ររបស់គេណាតែរឿងហ្នឹងគឺកើតឡើងពិតមែនចឹងសួរថាអ្នកឯងរស់ស៊ីបែបហ្នឹងណាក្បត់ឧត្តមកតិខ្លួនឯងក្បត់តកែខ្លួនឯងបែបហ្នឹងហើយអ្នកឯងមកបំភ័ន្តការពិតនៅនឹងខេត្តគេនេះដែលគេខំសាងមកនេះដែលខេត្តគេខំសាងអ្វីដែលល្អមកនេះវាមិនជន់ឈ្លីខេត្តគេត្រឹមតែខ្លួនឯងរលុយដោយមិនភាពមិនស្មោះត្រង់កេងប្រវាញ់តកែខ្លួនឯងបែរជាមកបំផ្លាញប្រទេសជាតិបែរជាមកបំភ័ន្តការពិតអញ្ចឹងបើករណីមានចោលណាមានចោលទៅលួចអញ្ចឹងមែនអញ្ចឹងករណីហ្នឹងខ្ញុំជឿថាវាអាចមានប៉ុន្តែអ្វីដែលប្រជាជនក្នុងខេត្តពោធិ៍សាត់បានឃើញគឺអ្នកឯងឈប់នឹងផ្ទាល់អ្នកឯងលួចអ្នកឯងបូមខ្លួនឯងលក់ខ្លួនឯងអត់មានអាណាទៅធ្វើអីទេរស់ស៊ីឲ្យច្បាស់ត្រង់ណាយើងធ្វើការឲ្យគេមែនខ្ញុំអត់មានចង់ថានិយាយមកមើងងាយអ្នកធ្វើការឲ្យគេឬក៏អ្នករស់ស៊ីខ្លួនឯងខ្ញុំអត់ចង់និយាយទេកាលណានិយាយទៅវាប៉ះពាល់ថារើសអើងចោះរើសអើងយ៉ាងម៉េចវីដេអូដែលខ្ញុំនិយាយចេញខ្ញុំខឹងខ្ញុំឌីលអ្នកឯងធ្វើការក៏ចេះឲ្យគេអ្នកឯងធ្វើអញ្ចឹងចុះខ្ញុំឌីលអញ្ចឹងសមអត់ព្រោះក្មួយឯងណាអ្នកអាយុតិចណាអីវាអាយុច្រើន
ណាអីម្ចាស់អាជីវកម្មចុះអ្នកក្នុងខេត្តឯកឧត្តមអុកញ៉ាលោកជំទាវផ្សេងក្មួយឯងឌីលអញ្ចឹងក្មួយឯងត្រូវអត់ហានេះរឿងខ្លួនឯងខុសសុទ្ធទេនេះអត់មានអាណាទៅលួចផងកញ្ញាអត់មានអាណាលួចមកឌីលគេអានេះគេហៅមិនអីគេស្វាលួចស៊ីបាយលីបបប៉ែមិនអីកុំបៀមឈាមព្រោះដាក់គេណាក្មួយឯងឌីលគេកប់មាត់ឌីលទាំងអញទៀតនេះអញថាអញព្រោះអញអ្នកខេត្តពោធិ៍សាត់ឋានៈគេប៉ុណ្ណាបើក្មួយឯងចង់រកស៊ីអញ្ចឹងឲ្យរកស៊ីអញ្ចឹងក៏នៅខុសដែរក្មួយអញថាធ្វើយ៉ាងម៉េចក៏ងាញ់ក៏វាខុសដែរមែនតាចឹងបើកាលណាយើងនិយាយលើកហេតុផលការងារធ្វើការគេចេះគេចេះស្ដាប់មើលទៅវាក្រូតគ្រៀតប៉ុន្តែមិនឲ្យក្រូតគ្រៀតមិនងាញ់រកស៊ីកុហកបោកប្រាស់គេថ្ងៃបំភាន់ព័ត៌មានគេថ្ងៃអត់មានសាំងផងឡានថ្ងៃមានសាំងផងថ្ងៃឌីលគេនេះមកឌីលទូទាំងខេត្តនេះប៉ះពាល់ដល់ថ្នាក់ដឹកនាំបានទៀតនេះអញមិនខឹងមិនដល់ពេលស្ដាប់ទៅអូក្រូតគ្រៀតខ្ញុំបាត់ដៃតេបាត់ដៃ2អ៊ីរ៉ូស៊ីដោយកម្លាំងញើឈាមអាចស្អីហាបើករណីរឿងលួចសាំងអីគេចូលមកដល់ឈប់នឹងផ្ទាល់មានចោលលួចសាំងអីចុះបើប្រជាជនអញឃើញទាំងអស់ហ្នឹងពួកឡានធំមួយចំនួនធំបូមសាំងលក់ខ្លួនឯងឥឡូវឆ្លើយមិនវិញហើយចុះបើថ្ងៃទាំងអស់គ្នានេះធ្វើការឲ្យគេស្របច្បាប់ទៅស៊ីតែប្រាក់ខែគេទៅកុំកេងប្រវាញ់សាំងឡានរបស់គេទៅអានេះគេហៅថាបុគ្គលល្អក្នុងសង្គមហៅថាយើងក្រមែនណាប៉ុន្តែយើងមានភាពស្មោះត្រង់នៅក្នុងខ្លួនយើងអត់បានទៅកេងប្រវាញ់អ្នកដទៃអានឹងបានរឿងត្រឹមត្រូវអាខ្លួនឯងក្រហើយអាខ្លួនឯងធ្វើការឲ្យគេហើយមិនកេងប្រវាញ់យកឈាមតកែទៀតសួរធ្វើត្រូវដែរអត់ប្រយ័ត្នតកែដឹងតកែចាប់ដាក់គុកប្រយ័ត្នថាគេហ្នឹងវាអាក្រក់ចេះចោះចំណិតអញ្ចឹងណាអានេះនៅក៏អឺតកតមឡើយទេខ្លួនខុសអត់ដឹងថាខុសខ្លួនតំពាំងស្អុយខ្លួនមិនតំពាំងស្នងឬស័យទេក្មួយតំពាំងក្មួយឯងគឺតំពាំងស្អុយព័ត៌មានមិនប៉ាត់ក្មួយឯងប្រឌិតណាប្រឌិតហើយបំប្រឌិតហ្នឹងមិនមែនរឿងតូចទេគឺក្មួយឯងប្រឌិតឲ្យវាស្អុយឈ្មោះប្រទេសកម្ពុជាទាំងមូលសម្ដីក្មួយឯងមកទៀតគឺសម្ដីពីលអត់មានសិលធម៌អត់មានការអប់រំអត់ចូលសាលាក្មួយឯងត្រូវដឹងឲ្យច្បាស់ក្មួយឯងគឺខុសខ្លាំងណាស់ក្មួយកែសម្ដាននឹងចោលកែសម្ដីនឹងចោលកុំនិយាយវីដេអូលើកណាធ្វើដូចខ្លួនឯងនឹងវាអស្ចារ្យមហាលោតផ្លោះហ่ะបងប្អូនមើលវីដេអូគាត់នៅក្នុងការ live របស់គាត់ការនិយាយរបស់គាត់គឺអត់សិលធម៌ហ្មងអានេះអានោះវាធ្វើដូចវាអាយុវានឹងច្រើនចឹងច្រើនជាងគេចឹងសពួកឯងនិយាយចេះហើយនិយាយនឹងនិយាយក្នុងប្រព័ន្ធសង្គមមិនមែនតែក្មេងៗមើលទេណាក្មួយណា40 50 70ឆ្នាំគាត់មើលទាំងអស់ទូទាំងប្រទេសណាក្មួយចេះប្រើពាក្យពេចន៍ឲ្យសមរម្យហើយសាច់រឿងមួយហ្នឹងណាបើក្មួយឯងអស់សាំងមែនណាគឺមិញទាយថាក្មួយឯងបានបូមសាំងនឹងលក់ដោយខ្លួនឯងហើយធ្វើល្បិចខលទៅមេដើម្បីសងសំសាំងបន្ថែមបងប្អូនណាខ្លះគិតដូចខ្ញុំហើយបើចង់ដឹងច្បាស់ចាំតាមដានមើលអ្នកដែរឡានធំមួយចំនួនធំអ្នកដែលល្អរស់ស៊ីស្មោះត្រង់ធ្វើការស្មោះត្រង់ខ្ញុំអត់និយាយទេចាអញ្ចឹងខ្ញុំនិយាយតែអ្នករត់ឡានធំឲ្យគេមួយចំនួនណាចាដែលមកដល់ឈប់ផ្ទាល់ហើយគឺមានករណីបូមសាំងលក់ដោយខ្លួនឯងបន្ទាប់មកឲ្យជនទី2ជនទី2ហ្នឹងយកទៅលក់ឲ្យជនទី3គឺត្រូវដូរសាំងត្រូវដូរកដុងដប់មកឲ្យឆ្ងាយទៅ10 20កដុងគឺដូរកដុងអត់ឲ្យដឹងទេចាហើយអ្នកណាបានគឺមិញខ្ញុំឃើញផ្ទាល់នឹងភ្នែក